សួស្តីបងប្អូនអរគ្នាបាទថ្ងៃនេះមកបង្ហាញ Honda PCX ស៊េរីថ្មីស៊េរីឆ្នាំ2023ដែលទៅនឹងមានលក់នៅលើទីផ្សារប្រទេសកម្ពុជាដែលនាំចូលដោយក្រុមហ៊ុន NCX បាទក្រុមហ៊ុន NCX ហើយ PCX 23នេះបោះម៉ូតូថៃគឺចេញរៀងយូរដែរហើយប៉ុន្តែនេះមួយម៉ូតូក្រុមហ៊ុននាំចូលបាទម៉ូតូដែលនាំចូលដោយក្រុមហ៊ុន NCX ហ្នឹងគឺទៅតែនឹងមានលក់នៅក្នុងថ្ងៃនេះទេថ្ងៃទី23បាទ23ខែ2ឆ្នាំ2023 23ខែ2 2023បាទគឺរូបរាងគឺតែស្អាតប្លែក PCX អើយអូខេឥឡូវយើងទៅមើលចិត្តសិនមើលរូបរាងខាងក្រៅមួយជុំសិនលើ Smart Key ដាក់កន្លែងដាក់ក្រោបសាំងទៅចាក់តាំងមកបាត់មកជ្រុះអីចឹងទៅហើយនេះគឺកន្លែងសាកថ្មទូរស័ព្ទកន្លែងសាកថ្មទូរស័ព្ទនេះរុន USB Type C អញ្ចឹងបើសិនជាយើងចង់សាកថ្មទូរស័ព្ទទៅរកទិញដូច Type C បាទបើសិនជាដូច USB យើងធម្មតាសាកអត់កើតទេហើយនេះគឺកន្លែងបើកសោសុវត្ថិភាពសម្រាប់បើកកើតពេលមានអាសន្នដើម្បីធ្វើការផ្លាស់ប្ដូរអគុយអញ្ចឹងនេះគឺកន្លែងដាក់អគុយរបស់ Honda PCX អគុយថ្មីស៊ីមបើយើងនិយាយពីខុសពីម៉ូតូថៃវិញ PCX ស៊េរីថ្មីPCX របស់យើងគឺមានក្នុងតាមអត់បើកភ្លើងរបស់ក្រុមហ៊ុននាំចូល NCX តែម៉ូតូថៃគឺកន្លែងនេះគឺកន្លែងភ្លើងសុំផ្លូវពេលយើងចុចអានេះទៅភ្លើង2សងខាងវាភ្លឺឡើងតែម៉ូតូក្រុមហ៊ុនកន្លែងនេះគឺក្នុងតាមអត់បើកភ្លើងអញ្ចឹងអត់មានភ្លើងសុំផ្លូវវិញត្រឡប់គ្នាណាហើយអ្វីដែលគួរឲ្យកត់សម្គាល់បំផុតនោះគឺ Honda PCX តាំងពីឆ្នាំ2021មកគឺរក្សារូបរាងដដែលតែខុសតែស៊េរីឆ្នាំហ្នឹងសួរបងប្អូនសួរថាខុសអីគឺខុសកាតគ្រីបាទពេលដែលយើងព្រីនកាតគ្រីចេញមកគឺស៊េរីឆ្នាំមាននៅលើកាតគ្រីហ្នឹងអត់អាចកែបានទេអញ្ចឹងស៊េរីឆ្នាំគឺមានតែប៉ុណ្្នឹងហើយបើ body ខាងក្រៅការ design នេះគឺរក្សារូបរាងនៅដដែលទាំងអស់តែបងប្អូនតម្លៃជូនធូផ្លេច125ផ្លេច 160cc សម្រាប់ម៉ាស៊ីន Honda PCX ស៊េរីថ្មីនេះគឺវាដូចគ្នាទៅតែដូចគ្នាជាមួយនឹង Honda Click 160និយាយទៅប្រភេទកម្លាំងម៉ាស៊ីន160ដូចគ្នាហ្នឹងមានPCX ADV ហើយនឹង Click 160ហ្នឹងគឺប្រើម៉ាស៊ីនស្ទើរតែដូចគ្នាគ្រឿងបន្លាស់នៅក្នុងម៉ាស៊ីនហ្នឹងគឺដូចគ្នាស្ទើរតែទាំងអស់អត់មានប្រើ Marvell ទេបាទអរគុណសម្រាប់ការចូលទស្សនាវីដេអូ review នេះហើយបើមានចម្ងល់អីអាចcomment ខាងក្រោមខាងខ្ញុំបើសិនជាតំណែងខ្ញុំធ្វើវីដេអូបង្ហាញទៀតហើយសម្រាប់តម្លៃអាចខលសួរបានអរគុណ